ខ្ញុំមើលរិស័យឆ្នាំទាំង12ប្រចាំថ្ងៃទី28ខែមេសាថ្ងៃទី28ហ្នឹងត្រូវថ្ងៃវកមានធាតុទឹកបូកហើយថ្ងៃហ្នឹងគឺប៉ះចំថ្ងៃគង់វង្សហើយអ្វីដែលហៅថាថ្ងៃគង់វង្សនេះគឺជាប្រតិទិនតុងស៊ូគឺជាថ្ងៃល្អបំផុតសម្រាប់ចាប់ផ្ដើមសកម្មភាពការងារជាក់លាក់ផ្សេងហើយនឹងជាក់លាក់ហើយយូរអង្វែងទៀតណាហើយមានដូចជាការសម្រេចចិត្តច្បាស់លាស់ជាមួយគូស្នេហ៍រៀបចំពិធីឡើងគេហដ្ឋានពិនិត្យរោគសញ្ញាផ្សេងឬក៏រៀបចំកិច្ចបួងសួងសុំសាងសង់ជាដើមអញ្ចឹងកូនចៅដែលចង់សាងសង់គេហដ្ឋានផ្សេងហ្នឹងសុំបួងសួងនៅថ្ងៃហ្នឹងណាជាថ្ងៃល្អបំផុតហើយថ្ងៃហ្នឹងគឺតារាសាស្ត្រលេខ3ចំតួកណ្ដាលគឺជាតារាសាស្ត្រប្រចាំថ្ងៃអញ្ចឹងត្រូវទិសដែលត្រូវប្រុងប្រយ័ត្នហ្នឹងគឺទិសខាងលិចរីឯទិសសុភមង្គលគឺនៅទិសឦសានហើយទិសលុយលៀបគឺនៅទិសនិរដីហើយនៅទិសខាងជើងអញ្ចឹងកូនចៅចង់ចាប់លុយលៀបហ្នឹងណាគឺចាប់ទៅតាមធាតុហើយតកទៅតាមទិសដែរធាតុដែលធំជាងគេនៅថ្ងៃហ្នឹងគឺធាតុភ្លើងបូកហើយនឹងធាតុទឹកបូកអញ្ចឹងបើសិនបើកូនចៅចង់បានសុភមង្គលណាគឺមានធាតុឈើដកហើយនឹងលោហៈដកនេះបានទទួលបានសុភមង្គលហើយថ្ងៃហ្នឹងថ្ងៃគៀទេអត់ចេញទៅភិចនិចនៅខាងក្រៅទេណាអញ្ចឹងកូនចៅចាប់លុយលៀបទៅចាប់លុយលៀបគឺអ្នកដែលមានធាតុទឹកដកចាប់លុយលៀបធាតុភ្លើងណារីឯអ្នកដែលមានដីដកគឺចាប់លុយលៀបធាតុទឹកព្រោះទឹកបូកហ្នឹងវាមាន2ហើយភ្លើងបូកក៏មាន2ដែរប្រចាំថ្ងៃហ្នឹងហើយចឹងកុំឲ្យយូរឲ្យខ្ញុំមើលរិស័យឆ្នាំទាំង12ណាឆ្នាំជូតជាដំបូងគេជូតគឺហាក់បានធាតុទឹកចូលមកជូតតែងតែទទួលបានធាតុទឹកសំដៅលើប្រាជ្ញាស្មារតីធាតុទឹកហ្នឹងខ្ញុំមកមើលជូនហ្នឹងគឺសំដៅទៅលើប្រាជ្ញាវាងវៃរហ័សរហួនទន់ភ្លន់មានចំណេះដឹងរៀនឆាប់ចេះឆាប់ចាំណាឆ្លាតឆ្លៀសវៃពូកែបត់បែនតាមកលៈទេសៈណាធាតុទឹកហ្នឹងគឺក៏ខឹងដែរប៉ុន្តែខឹងគឺឆាប់បាត់ណាហើយជូតក៏មានផ្កាយស្នេហ៍ចូលមកនៅក្នុងថ្ងៃហ្នឹងអញ្ចឹងប្រសិនបើយើងបំលែងហាក់ហ្នឹងបំលែងហេងហ្នឹងធាតុទឹកហ្នឹងដែលបានមកហ្នឹងឲ្យទៅជាលុយលៀបនឹងឯងគួបផ្សំជាមួយនឹងផ្កាយមុនស្នេហ៍ហ្នឹងគឺលក់ដូរដាច់ណាលក់ដូរសំប្រកបពីព្រោះការលក់ដូរអីផ្សេងអីហ្នឹងគឺគេធ្វើមុនស្នេហ៍ហ្នឹងជួយផ្សំឲ្យបានកលេចឃើញជាប់តាក់ទាញណារីឯឆ្នាំឆ្លូវនៅថ្ងៃហ្នឹងគឺជាមនុស្សដែលមានគុណធម៌ចេញចោលទៅណាគឺមិនចូលចិត្តនិយាយស្ដីទេតែមានគុណធម៌និយាយសម្ដីសម្ដៅទន់ភ្លន់ផ្អែមល្ហែមហើយក៏ពាក្យសម្ដីដែលមានន័យទៅនិយាយណាក៏មានផ្កាយសុភមង្គលចូលមកដូចគ្នាអញ្ចឹងថ្ងៃហ្នឹងគឺឆ្លូវគឺដឹកនាំខ្លួនឯងទៅរកសុភមង្គលហើយក៏ទៅរកគុណធម៌ចំណែកឯខាលថ្ងៃនេះរាសីធ្លាក់ខ្ពប់ហើយដោយសារខាលហើយនឹងវងហ្នឹងវាទល់មុខគ្នាណាហើយចឹងហើយគឺឆុងទល់មុខខាលជាប់ឆុងទល់មុខកើតរឿងរកម្មរកុសហើយខាលមិនគួរចេញដំណើរទៅទីជិតឆ្ងាយទេខាលក៏ត្រូវចេញដំណើរដែរណាប៉ុន្តែយើងត្រូវអត់ធ្មត់ឲ្យបានច្រើនបើមិនចឹងទេគឺជួបឆុងរីឯថោះនៅថ្ងៃហ្នឹងគឺប្រយ័ត្នបាត់បង់របស់ទ្រព្យបាត់បង់ទ្រព្យធនត្រូវគេលួចបន្លំទ្រព្យធននេះគឺមានផ្កាយចូលមកហើយគេឲ្យយើងធ្វើចិត្តឲ្យធ្ងន់ណាធ្វើចិត្តឲ្យធ្ងន់បើមិនអញ្ចឹងទេនឹងមានរឿងរ៉ាវរកម្មរកុសដោយសារតែបាត់បង់របស់ទ្រព្យនឹងឯងចំណែកឯរោងចេញចោលទៅណាមកណាគឺជាមនុស្សអ្នកធំហើយរោងគឺធំស្រាប់ហើយក្នុងចំណោមសត្វទាំងអស់គឺមានតែសត្វរោងធំជាងគេណាហើយចឹងហើយចេញចោលទៅណាមកណាអីហ្នឹងគឺជាអ្នកធំហើយក៏ជាមានផ្កាយឧស្សាហ៍ឆ្លាតឆ្លៀសវៃ
បើសិនជារោងធ្វើកិច្ចការងារធ្វើគម្រោងការងារអីផ្សេងរៀបគម្រោងរកស៊ីអីនឹងជាដើមឬក៏យើងគម្រោងក្រុមហ៊ុនគម្រោងកិច្ចការងារនឹងឯងគឺសមប្រកបណាទទួលធ្វើនឹងបានជោគជ័យចំណែកឯម្សាញ់ជួបហេងផងសយផងម្សាញ់កាលណាជួបហេងសយក៏តែងតែមកជិតទន្ទឹមគ្នាហេងហ្នឹងគឺហាក់បានធាតុទឹក 100% ណាហើយឯសយវិញគឺឆុងធ្វើដំណើរចេញចោលទៅណាมันបានសមប្រកបទេហើយក៏ប្រយ័ត្នជួបគ្រោះណាតែគ្រោះបាត់បង់អាចនឹងបែកបាក់គូក្រងជាពិសេសបែកបាក់កូនចៅឬក៏របស់របរទ្រព្យធនទាំងឡាយហ្នឹងគឺត្រូវបាត់បង់ហើយការរកស៊ីក៏មិនសមប្រកបដែរណានេះរាសីឆ្នាំម្សាញ់នៅថ្ងៃហ្នឹងត្រូវប្រយ័ត្នខ្ពស់បើសិនបិទហាងមួយថ្ងៃវាជាការល្អបើអញ្ចឹងក៏មានគេប៉ងលួចរបស់ទ្រព្យពីយើងដែរណាថ្ងៃហ្នឹងវាគួរឲ្យស្ដាយដោយសារយើងមានរាសីចាប់លុយលៀបធំណាប៉ុន្តែយើងជាប់គ្រោះហើយអញ្ចឹងបើសិនជាកាត់គ្រោះចេញនឹងឯងជាការប្រសើររីឯមមីក៏ត្រូវទទួលបានលុយធំដែរមមីចេញចោលទៅណាមិនប្រាប់ចាស់ទុំឲ្យដឹងទេចេញទៅវឹងហើយប៉ុន្តែអាហ្នឹងឯងគឺដោយសារថ្ងៃហ្នឹងណាខ្ញុំឲ្យប្រុងប្រយ័ត្នដោយសារតែយើងជាប់មានគេគំនុំគំគួនប៉ងធ្វើបាបប៉ងយីដល់យើងណាអញ្ចឹងចេញចោលទៅណាគឺប្រាប់អ្នកចិត្តខាងឲ្យដឹងផងអ្នកចិត្តខាងខ្លួនយើងនឹងឯងឲ្យដឹងផងរីឯឆ្នាំមួយម៉ែនៅថ្ងៃហ្នឹងគឺជួបស្នេហ៍ផ្លេចបន្ទោលជួបគូស្នេហ៍ដែលមានចិត្តស្រឡាញ់ខ្លាំងឃើញភ្លាមស្រឡាញ់ផ្លែតហើយក៏មានផ្កាយវិជ្ជមនិតចូលមកណាផ្កាយនឹងឯងគឺធ្វើឲ្យយើងនឹងមានកម្លាំងពលំមានសុខភាពល្អមាំមួនហើយគូស្នេហ៍របស់យើងហ្នឹងក៏រាសីគូស្នេហ៍របស់យើងក៏មិនសូវពេញចិត្តទេណានេះដោយសារតែយើងហ្នឹងអាចនឹងត្រូវលួងចិត្តគេផងក៏ថាបានណាត្រូវមានរបស់របរលួងចិត្តគេផងបើមិនចឹងទេគេនឹងបែកបាក់ទៅវិញហើយរីឯឆ្នាំវកនៅក្នុងថ្ងៃហ្នឹងវកគឺអត់មានអ្វីធំដុំទេហេងក៏មិនហេងសយក៏មិនសយវកក៏មិនចេញចោលទៅទីចិត្តឆ្ងាយដែរគឺនៅផ្ទះនឹងឯងគឺប្រើធនធានរបស់ខ្លួនណាឆ្នៃទ្រព្យធនរបស់ខ្លួនឯងនឹងឯងឲ្យចេញជាប្រយោជន៍រីឯរកានៅថ្ងៃហ្នឹងគឺលុយលៀបធំហូរចូលរកស៊ីកាក់កបលុយធំហូរចូលក៏មានគេដឹកដៃគូមកឲ្យជួបដែរហើយក៏មានផ្កាយវិជ្ជបណ្ឌិតចូលក្នុងតួរិស័យដែរណារកាក៏ចាត់ទុកថាហេងខ្លាំងនៅក្នុងថ្ងៃហ្នឹងរីឯចគឺប្រយ័ត្នជួបគ្រោះណាចេញចទៅណាមកណាអីហ្នឹងគឺយើងជាមនុស្សអ្នកធំហើយក៏ប៉ុន្តែត្រូវប្រយ័ត្នរងគ្រោះណាគ្រោះរបួសស្នាមឬក៏អាចនឹងធ្វើដំណើរឆ្ងាយអីចឹងវាជួបនឹងការឈឺថ្កាត់អីចឹងទៅឬក៏ត្រូវមានគេនិយាយពាក្យសម្ដីលើសលួសមកប៉ះពាអីចឹងទៅគ្រោះហ្នឹងគឺគ្រោះបែបហ្នឹងណារីឯកលជួបឆុងផ្ចាញ់ផ្ចាលកលក៏ជួបលុយលៀបដែរប៉ុន្តែការរកស៊ីរបស់កលណាគឺត្រូវប្រយ័ត្នកុំឲ្យកេងកាប់លុយកាក់ពីអ្នកដទៃវានាំឲ្យប៉ះពាទៅលើការមានទំនាស់ឆ្លោះទាស់តែងគ្នានៅក្នុងថ្ងៃហ្នឹងកលក៏ប្រយ័ត្នបាត់បង់របស់ទ្រព្យណាដោយសារមានផ្កាយចូលមកអញ្ចឹងយើងប្រើពាក្យសម្ដីទន់ភ្លន់ផ្អែមត្រជាក់នឹងឯងនឹងកាក់កបការរកស៊ីរីកចម្រើនហើយខ្ញុំបញ្ចប់ឆ្នាំទាំង12រាសីប្រចាំថ្ងៃទី28ខែមេសាត្រឹមប៉ុណ្ណឹងហើយកូនចៅប្រសិនបើចង់ឲ្យខ្ញុំមើលតួរាសីគូក្រងក្តីរាសីលុយលៀបក្តីជួបខ្ញុំណាជួបខ្ញុំតាម Telegram ហើយ Telegram របស់ខ្ញុំអេតណា016 860 678ហើយខ្ញុំជម្រាបជូនត្រឹមប៉ុណ្ណឹងចាស់សូមអរគុណច្រើន